ចានៅតែបន្តអញ្ចឹងធម្មតាសិល្បៈមិនថាចាស់មិនថាក្មេងទេទឹកចិត្តសិល្បៈសម្ដែងលុះត្រាចូលមកឈប់អ្វីដែលយើងបាននិយាយទៅយើងបានពុំប្រកាសណាចាគឺនេះខ្ញុំបានផ្ដល់រូបភាពបង្ហាញជូនឲ្យបងប្អូនទាំងអស់ចឹងថ្ងៃនេះមកសម្ពោធក្រុងប៉ូលីឡើងសមាគមថ្មីសមាគមដោយជំទាវនៅក្នុងពេលឆាត់អ្នកអង្គការបាយចំណាចាយើងឃើញយ៉ាងណាដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមចំណែកបរិច្ចាគនៅក្នុងយុទ្ធនាការចំណាយខ្ញុំតតែម្ដងក៏ដូចជាសិល្បៈក៏រៀនច្បងដូចជាសិល្បៈក៏ថ្មីសិល្បៈការនិយាយថ្មីចង់និយាយថាមិនចាស់មិនថាចាស់ថាក្មេងនេះគឺសុបាយចិត្តដោយតែសមាគមយើងមានទីតាំងត្រឹមត្រូវពិតប្រាកដអញ្ចឹងណាហ្នឹងហើយហើយទីតាំងក៏ល្អដែរស្ថិតនៅបឹងឯកង3ចាចិត្តផ្ទះខ្ញុំចាស់តែម្ដងចាការដឹកនាំរបស់លោកជំទាវអ្នកអញ្ញាជាមួយរយៈតើមានសមិទ្ធផលចាមានចង់និយាយថាសមិទ្ធផលកាត់ដំបងយើងអត់ទាន់ថាដឹងថាលោកជំទាវលោកធ្វើអីទេអញ្ចឹងឥឡូវដឹងច្រើនដោយថាលោកកសាងដោយថាជួយដោយថាសមិទ្ធផលជាពិសេសជួយជាតិតែម្ដងផ្នែកវប្បធម៌សិល្បៈគឺយើងកោះរំលើងមកដោយថាលោកការពារបានល្អងាកមកវិស័យសិល្បៈវិញតើអ្នកវិញនៅតែនេះមិនមែនលើកទី1ហើយក៏មិនមែនលើកចុងក្រោយសម្រាប់chúng taដែលមកចានៅតែបន្តអញ្ចឹងធម្មតាសិល្បៈមិនថាចាស់មិនថាក្មេងទេទឹកចិត្តសិល្បៈសម្ដែងលុះត្រាចូលមកឈប់ចាឲ្យតែមានកម្លាំងឲ្យមានកំហែងឲ្យតែមានការងារធ្វើគឺសិល្បៈសบายចិត្តអត់សบายចិត្តគឺសិល្បៈដេកផ្ទះគឺអត់ផ្ដល់ការងារឲ្យសិល្បៈគឺអត់សบายចិត្តទេចាទោះបីការងារហ្នឹងបានកម្រៃតិចឬក៏ច្រើនតាំងគេទាំងខ្ញុំគឺចង់ចេញសមត្ថភាពចង់ចេញទេពកោសល្យឲ្យបានអស់ពីខ្លួនណាមុននឹងពេលថាដូចទាំងសិល្បៈរៀមច្បងចាស់ហើយគឺនៅតែចង់អញ្ចឹងចានៅតែចង់ឲ្យតែមានការងារធ្វើគឺនៅតែចង់ធ្វើអញ្ចឹងចាខ្ញុំយល់យ៉ាងណាដែរចំពោះវិស័យសិល្បៈរបស់ប្រទេសកម្ពុជាមុនមកពេលបច្ចុប្បន្ននេះចាឥឡូវនេះដូចថាក្រៅយើងជួយគ្នាដើម្បីសង្គមជាតិយើងទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងបើយើងអត់ជួយគ្នាទេអត់ជួយបើកកកាយដូចថាអភិរក្សអ្វីដែលចាស់ឡើងវិញទេគឺយើងអត់កំកាំងអីអញ្ចឹងយើងត្រូវតែមានស្នាមញញឹមជានិច្ចសម្រាប់ប្រជាពលរដ្ឋយើងទូទាំងប្រទេសទូទាំងសកលលោកចាចំពោះចំណុចខ្វះខាតវិញតើអ្នកមានគិតថានៅពេលបច្ចុប្បន្ននេះវិស័យសិល្បៈរបស់កម្ពុជានៅមានការខ្វះខាតទៅលើចាខ្វះខាតទៅលើចំណុចដូចថាអត់ទាន់បានគ្រប់ជ្រុងជ្រោយចង់និយាយថាខ្វះខាតសិល្បៈខ្លះគោគ្នាអត់ខ្លះអត់មែនតែឥឡូវនេះបើសមាគមយើងចិត្តទុកដាក់ខ្ញុំសប្បាយចិត្តមិនថាគេមិនថាខ្ញុំសប្បាយចិត្តចាចំពោះបងប្អូនទាំងអស់វិញតើចង់ឲ្យពួកគាត់ចូលវិស័យសិល្បៈនេះបើសិនជាកូនមានទេពកោសល្យមានដុងគឺយើងលើកស្ទួយវប្បធម៌បានច្រើនគឺល្អដោយសារកូនខ្ញុំគាត់អត់ស្រឡាញ់សិល្បៈអញ្ចឹងណាបើគាត់ស្រឡាញ់សិល្បៈក៏ខ្ញុំឲ្យគាត់ជាអ្នកសិល្បៈដូចខ្ញុំអញ្ចឹងតែគាត់អត់សូវស្រឡាញ់គាត់ធ្វើការងារផ្សេងតែយើងជួយសង្គមជាតិដូចគ្នាមិនថាអ្នកសិល្បៈតាមត្រីរាជការតាមជាពលរដ្ឋយើងជ្រងទាំងអស់គ្នាវប្បធម៌រលំជាតិរលាយវប្បធម៌ពនរាយសាសនាយើងនឹងកំផ្កើងចាវប្បធម៌យើងនឹងកំផ្កើងទាំងអស់គ្នាចាការងារចុះមកទស្សនកិច្ចនៅទីនេះអ្វីដើម្បីបន្ថែមចាខ្ញុំអរគុណច្រើនដោយសារព័ត៌មានអូនមកសម្ភាសអ្នកមីងចាហើយអរគុណច្រើនហើយសូមជូនពរដល់សិល្បករសិល្បការិនីចាស់មិនថាបងប្អូនជាពលរដ្ឋបងប្អូនត្រីរាជការជូនពរសុខភាពល្អប្រជជនយឺនយូរហើយសិល្បៈក៏ក្រោយហ្នឹងសូមឲ្យជួយប្រឹងប្រែងដូចថាជាតំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិយើងធ្វើអ្វីដែលល្អសម្រាប់ប្រទេសជាតិយើងកុំបំពុលសង្គមចាអរគុណច្រើនឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្មប្រលេងបឺតម៉ូតូអគ្គិសនី JB ធ្វើដំណើរ100គីឡូម៉ែត្រចំណាយត្រឹមតែ 2200 រៀលប៉ុណ្ណោះ
JB ការប្រាក់ចំណូលគ្រួសារមានសុភមង្គល